បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទចំពោះសន្តិសុខពេលដែលឈប់អត់បានសុំច្បាប់ឬក៏អីគឺកាត់លើសពីកម្លាំងដែលយើងយាមបាទសូមសំណូមពរដល់រាជរដ្ឋាភិបាលនិងក្រសួងការងារបាទគឺមិនត្រូវពីនៃសន្តិសុខអឺមួយទ្វេជា2ជា3ទេបាទព្រោះអីតាមច្បាប់យើងឈប់មួយថ្ងៃយើងត្រូវកាត់ត្រឹមតែមួយថ្ងៃទៅបានហើយការកាត់លើសថ្ងៃឬក៏លើសកម្លាំងអានឹងវាផ្ទុយពីច្បាប់ហើយបាទសូមសំណូមពរដល់រាជរដ្ឋាភិបាលនិងខាងក្រសួងពាក់ព័ន្ធខាងយើងពាក់ព័ន្ធទាំងអស់ក្រសួងការងារបានជាដើមបាទសូមសំណូមពរបាទក្រុមហ៊ុនសន្តិសុខនេះគឺសូមសំណូមពរទាំងអស់បាទក្រុមហ៊ុនសន្តិសុខទាំងអស់មិនត្រូវកាត់កម្លាំងពលកម្មសន្តិសុខអញ្ចឹងទេក្នុងមួយថ្ងៃយាមបានតែ25,000រៀលទេហើយដល់កាត់ដល់តែ75,000អញ្ចឹងវាផ្ទុយពីច្បាប់ការងារហើយរាល់ការកាត់បែបនេះគឺខ្ញុំបាទសូមសំណូមពរដល់ក្រុមហ៊ុនទាំងអស់ហើយក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលនិងសូមសំណូមពរដល់ក្រសួងការងារលោកហេងស៊ូបាទការអនុវត្តច្បាប់វិញគឺមិនស្មើគ្នាទេគឺកូនសន្តិសុខឬក៏កូនអ្នកយាមតាមទីកន្លែងគ្រប់កន្លែងទាំងអស់គឺបានតិចណាស់ក្នុងមួយយប់12ម៉ោងគឺបានតែ25,000ទេប៉ុន្តែបើកាត់វិញគឺច្រើនបាទដល់ទៅ75,000មួយទ្វេជា2មួយទ្វេជា3អញ្ចឹងគឺសូមសំណូមពរដល់ខាងក្រសួងការងារឬក៏ផ្នែកពាក់ព័ន្ធទាំងអស់សូមសំណូមពរឲ្យកាត់មួយថ្ងៃគឺឈប់មួយថ្ងៃគឺកាត់មួយថ្ងៃបានកុំឲ្យកាត់លើសដល់$15អញ្ចឹងវាលើសពីកម្រិតនៃប្រាក់ខែគ្នាបានន័យថាគ្នាយាមនឹងបាន$190ទេហើយកាត់លើសពីកម្រិតដែលកាត់ហ្នឹងគឺវាផ្ទុយពីច្បាប់ហើយច្បាប់ការងារយើងធម្មតាឈប់មួយថ្ងៃគឺហើយឈប់មួយថ្ងៃគេត្រូវកាត់មួយថ្ងៃទេបាទមិនត្រូវកាត់ដល់$15ទេហ្នឹងហើយខ្ញុំបាទសូមសំណូមពរប៉ុណ្ណឹងហើយរាល់ក្រុមហ៊ុនទាំងអស់បើតាមច្បាប់វិញ12ម៉ោងគឺទិវាពលកម្មអន្តរជាតិយើងត្រូវ1ម៉ោងបាន$1សន្តិសុខចូលម៉ោង6ចេញម៉ោង6បាទវា12ម៉ោងវាស្មើនឹង$12ប៉ុន្តែសន្តិសុខមានការហានិភ័យច្រើនដូចជាបងមួយឈ្មោះបងអឿនគាត់សុំខំជួយចម្លងកម្មករហើយឥឡូវមានគ្រោះថ្នាក់នៅកន្លែងមុខកន្លែងដែលចម្លងកម្មករហ្នឹងហេតុដូច្នេះហើយសន្តិសុខមានការទទួលខុសត្រូវច្រើនប៉ុន្តែប្រាក់ខែវិញអធិស្ឋាននិយាយឲ្យពាក្យឲ្យនេះបន្តិចទៅវាអត់សមរម្យទេវាផ្ទុយពីច្បាប់ការងារហើយច្បាប់ការងាររបស់ទិវាពលកម្មអន្តរជាតិគឺរាជរដ្ឋាភិបាលព្រមទាំងក្រសួងពាក់ព័ន្ធនានាគឺអាចបានឲ្យ$208ឬក៏បានលើសនឹងបាទប៉ុន្តែបច្ចុប្បន្ននេះគឺបានត្រឹមតែយើង$190ហើយបើកាត់វិញកាត់$15បាទសូមសំណូមពរផ្នែកពាក់ព័ន្ធទាំងអស់សូមឲ្យក្រុមហ៊ុនទាំងអស់កុំកេងប្រវ័ញ្ចកម្លាំងពលកម្មសន្តិសុខពេកកម្លាំងសន្តិសុខទាំងអស់គឺគ្នាពិបាកវេទនាណាស់រស់សម្រាប់ចិញ្ចឹមក្រុមហ៊ុនហើយបើនិយាយធ្វើបាបគ្នាក្នុងការកាត់ប្រាក់គាត់ថាគ្នាឈប់មួយថ្ងៃឬក៏អីកាត់ដល់$15អញ្ចឹងវាផ្ទុយហើយវាផ្ទុយពីកម្លាំងពលកម្មគ្នាបាទដូច្នេះក្នុងនាមខ្ញុំជាសន្តិសុខសូមសំណូមពរដល់ក្រសួងការងារបាទសូមឲ្យដំឡើងប្រាក់ខែឲ្យគ្នាឲ្យបានសមរម្យហើយនឹងបានជាប្រាក់ខែដូចកម្មករទូទៅដែរបាទព្រោះឯគាត់ធានាខុសត្រូវច្រើនពាក្យថាទិវាពលកម្មអន្តរជាតិនឹងសន្តិសុខអ្នកបម្រើតាមផ្ទះអ្នកចាក់សាំងគឺសុទ្ធតែការងារដូចគ្នាហើយការងារដូចគ្នាគឺត្រូវតែទទួលប្រាក់ខែបានដូចគ្នាបាទគឺមិនត្រូវអត់បានលុយបានកាក់អីដូចគ្នាទេនៅលើពិភពលោកហេតុអ្វីបានជាគេគោរពទិវាពលកម្មអន្តរជាតិអាហ្នឹងសន្តិសុខក៏ជាការងារ
កម្មកររោងចក្រក៏ជាការងារអ្នកបម្រើតាមផ្ទះក៏ជាការងារអ្នកចាក់សាំងតាមការ៉ាស់ហ្នឹងក៏ជាការងារបាទការងារតែមួយហ្នឹងហេតុអ្វីបានជាការកេងកម្លាំងប្រវាញ់កម្លាំងពលកម្មរបស់មនុស្សហ្នឹងនៅតែមានអញ្ចឹងបាទនៅកម្ពុជាយើងខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលនិងក្រសួងដែលពាក់ព័ន្ធទាំងអស់មិនថាក្រុមហ៊ុនណាក៏ដោយបាទត្រូវតែគោរពច្បាប់ដូចតែគ្នាទៅបាទច្បាប់បានន័យថាការអនុវត្តស្មើគ្នាហើយដូចបងអឿនហ្នឹងខ្ញុំលើកជាឧទាហរណ៍គាត់មានគ្រោះថ្នាក់មានឡានគៀឡានអីត្រូវរបួសជើងបាទអាចរាប់អាទិត្យឬក៏ដល់ខែផងមិនដឹងហើយដូច្នោះការហានិភ័យនៃការងារគឺវាប្រហែលតែគ្នាទេហើយរីបែឯលុយកាក់វិញគឺបាន$190ហ្នឹងបើតាមគិតទៅបើគិតពីម្ហូបហូបឆ្ងាញ់វិញយាមមួយយប់ឬក៏12ម៉ោងស្មើនឹងអាហារមួយពេលរបស់អ្នកដែលគេមានជីវភាពធូរធារ20000ហ្នឹង25000រៀលហ្នឹងហើយដល់យាមដល់12ម៉ោងបាទចុងបញ្ចប់សូមលើកដៃម្រាម10ជូនពរដល់រាជរដ្ឋាភិបាលព្រមទាំងក្រសួងការងារសូមឲ្យមានការអាណិតអាសូរដល់សន្តិសុខនិងអ្នកបម្រើតាមផ្ទះនិងអ្នកចាក់សាំងបាទឲ្យគោរពតកែទាំងអស់នោះគោរពទិវាពលកម្មអន្តរជាតិផងបាទសូមអរគុណសូមជម្រាបលា